មេភូមិភាគទី1ថ្មីរបស់ប្រទេសថៃបានភ្ជាប់ជោគវាសនានៃភូមិកម្ពុជាចំនួន2គឺភូមិជោគជ័យនិងភូមិព្រៃច័ន្ទទៅនឹងកិច្ចចរចាព្រំដែនដោយដាក់លក្ខខណ្ឌឲ្យរាជធានីភ្នំពេញយល់ព្រមលើផែនការជម្លៀសប្រជាពលរដ្ឋចេញពីភូមិទាំងពីរជាមុនសិនប្រសិនបើចង់ឲ្យកិច្ចប្រជុំគណៈកម្មាធិការព្រំដែន RBC រវាងយុទ្ធភូមិភាគទី5របស់កម្ពុជានិងកងទ័ពភូមិភាគទី1របស់ថៃដំណើរការទៅបាននៅថ្ងៃទី3ខែតុលាឆ្នាំ2025លោក Borajos Lungsuwan មេភូមិភាគទី1ទៅចូលកាន់តំណែងបានឆ្លើយតបទៅនឹងការអញ្ជើញរបស់កម្ពុជាសម្រាប់កិច្ចប្រជុំ RBC ដែលក្រុងធ្វើឡើងនៅថ្ងៃទី10ដល់ថ្ងៃទី12ខែតុលានៅខេត្តបន្ទាយមានជ័យលោក Borajos និយាយតាមរយៈកាសែត The Nation ថាលុះត្រាតែកម្ពុជាយល់ព្រមរៀបចំនិងបញ្ជូនផែនការជម្លៀសប្រជាពលរដ្ឋចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទទៅអាជ្ញាធរខេត្តស្រះកែវសិនបើពុំដូច្នោះទេកិច្ចប្រជុំនេះគួរលើកពេលផែនការជម្លៀសចេញនេះត្រូវអាជ្ញាធរខេត្តស្រះកែវកំណត់ឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យផ្ញើទៅប្រទេសថៃឲ្យបានមុនថ្ងៃទី10ខែតុលាឆ្នាំ2025បន្ថែមពីលើនេះថៃថែមទាំងគម្រាមប្រើច្បាប់អាជ្ញាសិទ្ធិកាត់ទោសប្រជាពលរដ្ឋកម្ពុជានៅភូមិទាំងពីរដែលហ៊ានបំពានទឹកដីថៃទៀតផងកម្ពុជាបានជំទាស់តវ៉ាច្រើនលើកច្រើនសារដោយយោងឯកសារផ្លូវច្បាប់រួមទាំងផែនទីនិងអនុសារណៈនៃការយោគយល់ឆ្នាំ2000ដែលមានតម្កល់នៅអង្គការសហប្រជាជាតិគូសម្គាល់ថាការពន្យាពេលកិច្ចប្រជុំ RBC នឹងប៉ះពាល់បន្តទៅដល់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅឬ GBC រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកណាថាផុន ណាក់ផនិតនិងរដ្ឋមន្ត្រីការពារជាតិកម្ពុជាលោកឧបនាយករដ្ឋមន្ត្រីទាសីហាកិច្ចប្រជុំ GBC អាចប្រព្រឹត្តទៅបានលុះត្រាតែកិច្ចប្រជុំតាមតំបន់ភូមិភាគបានបញ្ចប់កិច្ចប្រជុំទាំងនេះមានបំណងធានាការអនុវត្តបទឈប់បាញ់និងឈានទៅដោះស្រាយចំនួនព្រំដែនដោយសន្តិវិធី